ជំរាបសួរពុកម៉ែបងប្អូនបាទដែលនិយមតាមដានវិស័យកសិកម្មថ្ងៃនេះខ្ញុំចែករំលែកនៅចំណេះដឹងមួយទាក់ទងជាមួយនឹងជំនួញកសិកម្មដែលនិយាយអំពីដើមក្រូចឆ្មាអញ្ចឹងបើយើងនិយាយពីដើមក្រូចឆ្មាគឺក្រូចឆ្មាយើងមានច្រើនប្រភេទទៅលើទីផ្សារក៏ដូចជាកសិករខ្លះគាត់ស្គាល់ឈ្មោះច្បាស់ក្រូចនេះគឺក្រូចចង្កោមប៉ុន្តែក្រូចចង្កោមមានច្រើនណាស់បងប្អូនមិនមែនមានតែមួយហ្នឹងណាបាទមួយទៀតពណ៌លឿងគេហៅក្រូចយួនមួយទៀតគឺក្រូចម៉ាឡេប្រភេទលឿងដែរប៉ុន្តែវាជាកោមសបកក្រាស់ក្រូចយួនក៏សបកក្រាស់ដែរពណ៌លឿងតែរឿងជូរគឺជូរដូចគ្នាប៉ុន្តែខ្លះមានទឹកតិចខ្លះមានទឹកច្រើនខ្លះជូរល្មមខ្លះជូរជ្រេញចំពោះក្រូចឆ្មាប្រភេទនេះគឺជាក្រូចឆ្មាជាកោមដែលយើងយកពូជកាត់ម៉ាឡេបាទម៉ាឡេខ្មែរណាបាទហ្នឹងហើយគឺហេតុអីបានជាវាកាត់កាលហ្នឹងគឺយើងដាំចិត្តគ្នាបាទយើងដាំចិត្តក្រូចឆ្មាខ្មែរជាមួយនឹងក្រូចឆ្មាចកោមហ្នឹងតែនៅក្រោយមកទៀតវាបែរជាមានក្របក្រូចហ្នឹងអត់មានក្របទេប៉ុន្តែក្រោយមកវាមានក្របពេលវាមានក្របហ្នឹងខ្ញុំយកអាក្របហ្នឹងបដោះបាទបដោះចេញថ្មីបាទបដោះចេញថ្មីវាលក្ខណៈក្រូចចកោមដែរប៉ុន្តែនៅពេលវាផ្លែមកភាគរយដែលមានក្របគឺវាតិចហើយភាគរយដែលមិនមានក្របវាច្រើនហើយខ្ញុំបេះប្រហែលថ្ងៃមុនក៏មានក្របដែរចាំមើលពេលក្រោយខ្ញុំចាត់ឲ្យមើលបើសិនមានក្របខ្ញុំថតឲ្យមើលបាទអញ្ចឹងគោលដៅសំខាន់គឺយើងចង់មកនិយាយពេលនេះគឺលក្ខណៈ business បាទរវាងទីផ្សារកសិកម្មទៅលើក្រូចឆ្មាបាទក្រូចឆ្មាគឺតម្រូវការច្រើនមែនទែនសម្រាប់ពុកម៉ែបងប្អូនបាទដូចជាបាទអ្នកចុងភៅការបាទកន្លែងរេស្តូរ៉ង់កន្លែងដើរកំសាន្តក៏ដូចជាកន្លែងផ្សេងទៀតដែលគាត់ត្រូវការបុកល្ហុងញោមបាទហើយធ្វើអាហារជាច្រើនទៀតគឺត្រូវការក្រូចឆ្មាមែនទែនបាទអញ្ចឹងបើយើងនិយាយពីតម្លៃបាទបើយើងនិយាយពីតម្លៃគឺក្រូចឆ្មានេះគឺមិនសូវតម្លៃថ្លៃប្រហែលទេបាទដោយសារអីប្រភេទក្រូចឆ្មាចកោមប្រភេទនេះបាទគឺតម្លៃផងវាគឺ1គីឡូបើសិនជាឡើងខ្លាំងណាហក់ដល់8ទៅ9000ក្នុង1គីឡូណាបាទដែលខ្វះក្រូចខ្លាំងហើយចំពោះក្រូចខ្មែរយើង1គីឡូវាចូលទៅ14000-15000បាទពេលខ្វះអញ្ចឹងបើប្រៀបធៀបគ្នាជាមួយអាក្រូចឆ្មាដែលមានក្របនិងអាក្រូចឆ្មាចកោមនេះគឺវាខុសគ្នាស្ទើរតែពាក់កណ្ដាលទៅហើយបាទហ្នឹងហើយអាចតែខុសគ្នា30ទៅ40% នៃតម្លៃក្នុង1គីឡូអញ្ចឹងណាព្រោះថានោះលក់បាន10000អញ្ចឹងនេះលក់បានបាទ6000 7000អីចឹងណាបាទហ្នឹងហើយអញ្ចឹងសួរថាចុះមិនបានវាអត់សូវថ្លៃដូចជាក្រូចឆ្មាផុនខ្មែរដែលមានក្របបាទភាគច្រើនដែលខ្ញុំបានសួរពួកគាត់គាត់ថាក្រូចឆ្មាចកោមគាត់ថាសបកក្រាស់បាទទឹកជូរដែរប៉ុន្តែមិនឈ្ងុយចំពោះក្រូចឆ្មាខ្មែរយើងបាទក្រូចឆ្មាខ្មែរយើងគឺទឹកតិចមែនមានក្របប៉ុន្តែឈ្ងុយក្រូចឆ្មាខ្លាំងបាទវាធ្វើឲ្យអាហារហ្នឹងវាធំក្លិនក្រូចឆ្មាទៅវាមានឲ្យជារសអីចឹងទៅតាមអ្នកដែលចូលចិត្តណាអ្នកខ្លះគេអត់គិតទៅលើក្លិនក្រូចឆ្មាប្រហែលទេបាទគាត់គិតទៅលើភាពជូរនៃក្រូចឆ្មាដើម្បីកាត់ចង្អាបកាត់អីចឹងណាបាទបើចំពោះកាត់ចង្អាបគឺក្រូចទូទៅគឺអាចនិយាយបានថាវា99%ដែលអាចកាត់ចង្អាបបានណាបាទហើយអ្នកខ្លះទៀតគាត់ថាក្រូចឆ្មាសំខាន់គឺទឹកច្រើនបាទទឹកច្រើនជូរក៏ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយអញ្ចឹងគឺទស្សនៈបងប្អូនប្រជាពលរដ្ឋយើងគឺគាត់ខុសគ្នាបាទអត់ដូចគ្នាទេអ្នកខ្លះចង់បានទឹកច្រើនប៉ុន្តែអ្នកខ្លះទៀតគាត់ចង់បានទាំងទឹកច្រើនទាំងឈ្ងុយភាពឈ្ងុយក្រូចផងបើចំពោះខ្ញុំគឺថាឈ្ងុយដែរក្រូចឆ្កោមនេះឈ្ងុយក្រូចដែរប៉ុន្តែវាស្ទើរវាមិនឈ្ងុយឈួលដូចក្រូចខ្មែរទេដោយសារវាអត់មានក្របហើយប្រភេទដើមក្រូចឆ្មានេះខ្ញុំវាប្រកាត់คล้ายជាពូជម៉ាឡេคล้ายខ្មែរហ្នឹងគឺប្រភេទក្រូចចង្កោមដែរប៉ុន្តែផ្លែខ្លះក៏វាមានក្របផ្លែខ្លះក៏អត់មានក្របគឺឈ្ងុយដូចក្រូចខ្មែរដូចគ្នាអញ្ចឹងបាទតែវាជាប្រភេទក្រូចឆ្មាចង្កោមទេបាទអញ្ចឹងបកមកវិញបាទតាក់ទងជាមួយនឹងវីដេអូដែលយើងត្រូវនិយាយនេះគឺតាក់ទងជាមួយនឹង business ក្នុងការបាទបង្កើតចំការក្រូចដើម្បីលក់នៅក្នុងទីផ្សារខ្មែរបាទអញ្ចឹងយើងនិយាយជាទូទៅដែលក្រូចនេះលក់បានគឺតម្លៃវាគឺ2500រៀលក្នុង1គីឡូបាទ
อดจ่อยังนั่งไงมาคือ1 គីឡូ 2,500 រៀលដែលថោកបំផុតគឺប៉ុណ្ណឹងបាទឬក៏សម្បូរជុញក្រូចខ្លាំងណាស់តម្លៃវាគឺធ្លាក់ដល់ 1,500 បើសម្បូរខ្លាំងហ្នឹងហើយតែបើសិនអ្នកដែលធ្លាប់ហូបហើយគឺគាត់ស្រឡាញ់ក្រូចនេះវិញបាទដោយសារអីទឹកច្រើនឈ្ងុយមកល្មមនិយាយចំគឺបានទឹកច្រើនដាក់តែមួយគឺគ្រប់គ្រាន់តែម្ដងអត់ចាំបាច់ 3 4 ទេបើស្ងោរជ្រូកអីមួយឆ្នាំងអីបាទដាក់តែមួយទៅគឺគ្រប់គ្រាន់ហើយក្រូចនេះដែលខ្ញុំកាន់នេះគឺមិនមែនតន់ធំណាពុកម៉ែនៅខ្ចីនេះបាទនៅខ្ចីទេហើយសួរចង់ដឹងថាសបកក្រូចក្រាស់មិនក្រាស់យើងមើលទាំងអស់គ្នាឥឡូវខ្ញុំឆែកឲ្យមើលបាទក្នុងចកោមអានេះគឺជាកោមកុំឲ្យខូចយកអាមួយនេះបាទខ្ញុំយកអាមួយចេះអញ្ចឹងអាមួយចេះគឺវាបាទគឺវានៅខ្ចីហើយចង់ដឹងថាសបកវាក្រាស់មិនក្រាស់ខ្ញុំឆែកឲ្យមើលនេះកុំឲ្យគេថាហ្នឹងគឺក្រូចអត់ក្របសបកក្រាស់ណាបាទហ្នឹងហើយនេះបាទនេះស្ដើងអានេះខ្ចីផងបើថាទុំគឺស្ដើង 100% តែម្ដងឃើញទេគេដាក់ស្ដើងអានេះនៅខ្ចីណាបងប្អូនបាទឃើញស្ដើងនេះសបកវាហើយបើទុំមែនតើអែមហ្មងបាទស្ដើងស្ដើងជាងក្រូចខ្មែរអញ្ចឹងផងបាទយើងបេះហ្មងហើយចឹងដឹងថាទឹកវាបាទទឹកវាមិននេះតូចមែនតែនេះទឹកអូខេអត់ក្របទេតែមានទឹកហ្នឹងបងប្អូនឃើញទេហើយមើលកម្រិតសបកវាមើលបាទឃើញសបកវាគឺសបកវាស្ដើងហ្នឹងបងប្អូនអញ្ចឹងក្រូចប្រភេទនេះទីផ្សារគឺត្រូវការមែនតើបាទហើយសួរថាចូលខ្ញុំមានលក់ពូជអត់បាទពេលនេះគឺអត់មានទេបងប្អូនបាទខ្ញុំគ្រាន់តែចែកម្លែកហើយពូជនេះក៏មានច្រើនដែរបងប្អូនយើងដាំមួយចំនួនធំគាត់មានពូជបាទហៅក្រូចចកោមអញ្ចឹងណាបាទអញ្ចឹងយើងមកនិយាយតាក់ទងជាមួយនឹងទីផ្សារក៏ដូចជាការធ្វើជំនួញរវាដើមគុជឆ្មានេះខ្ញុំទៅមកខាងទៀតសិនដើម្បីថតឲ្យវាស្រួលក្នុងការមើលបាទអញ្ចឹងខ្ញុំមកខាងនេះស្រួលឲ្យបងប្អូនទៅចាក់ផ្នែកបន្តិចអញ្ចឹងនេះក្រូចយើងនេះនេះកោមហ្នឹងបាទអញ្ចឹងក្រូចឆ្មាក្នុងមួយដើមនេះជាទូទៅដែលខ្ញុំធ្លាប់បាទដាំប្រមូលផលបាទក្នុងមួយរដូវវាគឺបាទយើងគិតថា3 ទៅ 4 ខែក្នុងមួយរដូវវាណាបាទអ្នកខ្លះគេថាមួយឆោមមាសវា6 ខែតែខ្ញុំគិតជាសាមញ្ញគឺតែ3 ខែបាទហេតុអីបាទក្រូចផ្សេងគឺ6 ខែអញ្ចឹងទៅមក6 ខែទៅ 7 ខែបានប្រមូលផលម្ដងអីចឹងទៅប៉ុន្តែចំពោះក្រូចឆ្មាប្រភេទនេះបាទគឺយើងប្រមូលផលជារៀងរហូតអាហ្នឹងគឺវាផ្លែរហូតតែម្ដងហើយសួរថាម៉េចបាទវាផ្លែរហូតចឹងបាទខ្ញុំក៏មិនដឹងថាម៉េចដែរនៅពេលដែលយើងស្រោចទឹកវាបាទនេះស្រោចទឹកគល់វាច្រើនទៅគឺវាឲ្យផលហ្មងប៉ុន្តែអាយុកាលវានៅពេលដែលយើងបានផលអញ្ចឹងអាចបាន8 ឆ្នាំបាទ8 ឆ្នាំខ្ញុំធ្លាប់ប្រមូលផលហើយនៅស្រុកនោះ8 ឆ្នាំគឺដើមវាចាប់ដើមឡើងជ័រកាលណាឡើងជ័រមានន័យថាវាងាប់ដើមហើយអញ្ចឹងចាំដើមដាំថ្មីទៅបាទបំបែកពូជហើយវិធីបំបែកពូជខ្ញុំប្រាប់អស់ហើយបាទហ្នឹងហើយតាមវិធីងាយច្រើនអញ្ចឹងនៅពេលដែលយើងដឹងតាមក្នុងមួយដើមនេះយើងប្រមូលផលបានបាទម្ដងនិយាយម្ដងណាម្ដង5 គីឡូទៅ 10 គីឡូអាហ្នឹងយើងបេះតែទុំឯងមិនមែនបេះមកអស់លីងណាបងប្អូនបាទវាមានតែខ្ចីអញ្ចឹងអាចបេះបានទេអានេះគឺជាផ្លែដំបូងផងដែលខ្ញុំមកថតណាផ្លែដំបូងផងអត់ទាន់មានទុំទេទុំមិនប៉ុណ្ណឹងទេបងប្អូនណាទុំវាប៉ុណ្ណឹងដែរប៉ុន្តែគាត់ថាវារៀងសបករៀងលលោងមកលលោងគឺទុំឲ្យមានទឹកហើយបាទអញ្ចឹងក្នុងមួយដើមយើងប្រមូលផលបាន10 គីឡូអាហ្នឹងរយៈពេលខ្ញុំយកចន្លោះពីកន្លះខែទៅ1 ខែបាទអាចថាកន្លះខែចុះបាទប៉ុន្តែជាក់ស្ដែងមិនមែនអញ្ចឹងទេបាទប្រមូលផលបានស្ទើរតែ2 3 ថ្ងៃបានម្ដងអញ្ចឹងណាប៉ុន្តែយើងគិតឲ្យចន្លោះអញ្ចឹងទៅដើម្បីទុកស្ពេសឲ្យវាធំធាត់នៅក្តឹបឬផ្កាថ្មីបាទជាមួយតិចខ្ញុំថតផ្កាឲ្យមើលវាបន្តវាផ្លែមករហូតណាផ្កាមករហូតអញ្ចឹងទេអញ្ចឹងយើងចន្លោះពេលកន្លះថា10 ថ្ងៃចុះស្រួលគិតគ្នាបាទ10 ថ្ងៃយើងប្រមូលក្នុងមួយដើមបានបាទ10 គីឡូបាទអញ្ចឹង10 គីឡូក្នុងចន្លោះហ្នឹងយើងប្រមូលថ្ងៃណាក៏បានក្នុងចន្លោះ10 ថ្ងៃនេះគឺយើងប្រមូលបាន10 គីឡូក្នុងមួយដើមហ្នឹងបាទ
Chẳng bà sân chỉ dương miên mà rồi đám chăm dương kịch tam nâng thử phần té dương dây tha crốt mà cái lỗ dương kịch ta pi pon pram rồi rìa chứ lũ chỉ tu tới cứ lụa phần năng mà pi pon pram rồi rìa chẳng đọc cái lỗ vềประมาณ 20,000 pram mà không đọc ngay cứ dương rồi ban 20,000 pram anh đang kịch ta mặt đá mới nè bụng mày bụng ôn thẳng cho bờ chân rồi đấy ọt chân anh đấy mà anh đang dương còn là u từ ho chi mà số mày phần téมันแม่นมาดามนะพวกบางคนแม่นดำมาดามนะบ่ายังอุตหอทำมารอยดามบ่าเคยเนี่ยมารอยดามจังเราไปได้บางคนดำมารอยดามขนมมาดามยังประมูลบอลดับกะโหลบ่าประดับกะโหลบ่าจังมาดามยังวันปี10,000 pram cho baมารอยดามบ่ามารอยดามยังคิดตามนั่งถือบ่าเคยเนี่ยไทม์โซนประมาณบ่าเคยเนี่ยขึ้นลอยสดบ่าคือมาไพ่30,000มาละ20,000 một plate mà đọc ngay 20,000 vì ai thà 50 riel 60 riel bà coi nhé ta đọc ngay 60 riel đọc ngay cái 60 riel thì nó cứ tru thầm đà không tay đau khám men ban bản năng nào ngoài bộ đọc ngay chuông cá 30 kg 40 kg của mình đấy nè phù nhom thọp bay rồi và phải crochman này cứ play bạn đào này mà đâu bà tay dùng kịch chi mà xuống là bây giờ bụng mày bụng ôn sưu kịch đó bà dùng sưu kịch sưu dây kia để tông cho mùi năng business cả sĩ cam năng mà và dương ăn dây việc ai tao ruồi té bụng mày bụng ba chi kịch ở tránh để tông cho mùi năng bà ca thưa chùm nuôi cả sĩ cam đời đâm đời luôn ai chỉ là cái nạn ca nó cứ xoắn nhá và xoắn cứ dương kịch ở tránh mà dương kịch ở tránh như na xe như vậy bà chẳng là pe chẳng cứ bộ bạc nông ca vô men tên bà chẳng nhung giấy ở vô sưu tới bây ở bụng mày bằng ôn là xoay vô luôn ai mà thèm ai từ bana rúi ai thưa bana rúi dân thưa bana từ bà hai chục pua bờ sân ở bụng mày bằng ôn xua thà cho bờ sân như nhung đã lực năng bị bàn mệt ấy mệt chẳng nhung cất ỏi mà đòn tiền mà chứ nhung cất ỏi mà đòn tiền ô thà mới mà đá 20,000 pram mà đá 20,000 pram đọc đámประมาณ20,000 pram đọc20,000mà pay 50,000 nhé đọc đám pay 50,000 đọc đám pay 50,000 mình chẳng hoàng bốn cho mà rồi đám nhưng kết mấy men mà pay 50,000 đấy bà kết kilom ấy màคือมาร้อยดาวมาโหดอกปีเลียนกะละมาปีเลียนกะละขนมจะไปดอกไงดังก็ตราว่าประมาณปนมายังวัดบานมีนกระโชกก็ได้มันก็ที่กำนัดนะแล้วยังท่ามาดาวปี10,000ดอกดาวมาไพ่30,000มาไพ่30,000คนหนึ่งดอกเคยไงมาปีเลียนกะละนะมาเคยไงลอยสดใต้มาร้อยดาวมีใต้มาร้อยดาวมันปีเลียนกะละmà xong rồi comment phó mà dùng ai nâng dây khó đôi xa tại vì tối nhau bạn riêng cùng rong không ca kịch chỉ lê kịch ấy bên tay còn là dân kịch đầm bay ơi bụng mày bông ôn còn miên thực chất không ca thưa mà tha thưa một phết đầm năm cả cam một phết ấy đấy cứ dân kịch khơi lôi phim tại mà đòn đôi xa ấy dân kịch chi mà xung mặt hơi mà không mặt đá nhưng ai kịch thập đọc cả lô pram tự đọc cả lô không đọc tháng ngày mà không đọc tháng ngày dương bộ mô mà ngày 2 kg mà 7 kg 5 kg quay dân tới nhưng kết thả đập ngày đến dương rô bán không mà đá cứ đập kg cứ mà kg pi pon 500 chẳng đập kg với pi 10,000 pram chẳng mà pi 10,000 pram mà đập đá vớiประมาณ mà không đập ngày đó đập đá cứ với ban mà pay 50,000 mà pay 50,000 bà sân thì dương miên mà rồi đá mà dương miên mà rồi đá dương ban mà pay 50,000 pi liên cả là mà pi liên cả là rồi đấy cứ bài nâng tại mà đòn mà bài nâng tại mà đòn chẳng bông mai bông ôn là kịch mà đòn tiết tẹt tôn cho mùi nâng và cà rốt chùm nuôi cả sĩ cam đấy đôi đâm khối chma đấy cứ dương ai khơi lôi phim tại mà đòn mà này chẳng bữa sau là bông mai bông ôn này nhằm chọn đã đo là pi rồi đào mới chẳng tới bà đây là tập hiệp để ai thuê từ rối phía trái là menu xây ư có bụng mặt đai con chả con đâm ta crôi chma con đâm ta bay đâm với trong bên té nó con miền mô vô slide chứ mà cứ con châm côn bay buồn nẹt lên rồi con chọc mà thu đời xa ấy và bữa đọc ngày lần ban lần mà liền cả là pi liền cả là
ចឹងបើ30ថ្ងៃក៏រកបានចំណូលឡើង7លានហ្នឹងបាទមិនចឹង6លានកន្លះបាទមួយខែ30ថ្ងៃ6លានកន្លះហ្នឹងបាទលុយសុទ្ធឃើញទេអញ្ចឹងពេលខ្លះយើងអត់បានគិតអារឿង business កសិកម្មលក្ខណៈធ្វើចំការល្មមទេគឺច្រើនវាប់ភ្លាមនោះទៅបាទដលងជាការដលងជាការពោតជាការបាទសដែកធ្វើប្រភេទធ្វើមួយឆ្នាំប្រមូលផលមួយឆ្នាំប្រមូលផលហ្នឹងបាទអញ្ចឹងពេលអានោះវាច្រើនវាធ្វើឲ្យជុញទីផ្សារវាថោកបាទមកលក់1គីឡូបានបើដលងវិញបាន200 300ហ្នឹងបាទឃើញទេវិញថោកឯងតែបើយើងព្យាយាមយកអាណាដែលតម្រូវការទីផ្សារដែលចាំបាច់ដូចជាការដាំបាទក្រូចឆ្មាបាទប្រភេទដូចដើមស្វាយហ្នឹងប្រភេទស្វាយណាដែលគេតម្រូវការទីផ្សារយកទៅធ្វើចម្រាញ់ធ្វើទឹកផ្លែឈើអីហ្នឹងគេត្រូវការខ្លាំងអាហ្នឹងចាំយើងធ្វើបាទយើងត្រូវតែធ្វើមើលទីផ្សារផងអ្នកខ្លះគេថាការធ្វើកសិកម្មមិនចាំមើលទីផ្សារទេធ្វើឲ្យតែបានទៅចាំគេនេះបាទពេលខ្លះរឿងហ្នឹងគឺមានជួបកសិករច្រើនបាទដូចជាការម្នាស់អញ្ចឹងបាទដល់ពេលដែលគាត់ធ្វើច្រើនអត់មានអ្នកទិញគាត់គាំងដែលលុយគាត់ដើមទុននៅជាប់នឹងទាំងអស់តែម្ដងវាប្រឈមមុខនៅពេលដែលអត់មានអ្នកទិញហើយធម្មតាម្នាស់ពេលដែលមិនថាម្នាស់ទេមិនថាប្រភេទដំណាំអីផ្សេងទេកាលណាតែយើងធ្វើអត់មើលទីផ្សារលក្ខណៈនិយាយខ្យល់នៅពេលដែលបានផលវាធ្វើឲ្យយើងគាំងវិញបងប្អូនធ្វើឲ្យយើងគាំងតម្លៃទីផ្សារដើមទុននៅនឹងទាំងអស់តែម្ដងមិនថាការចិញ្ចឹមត្រីចិញ្ចឹមមាន់ចិញ្ចឹមទាក៏ដោយបាទសំខាន់លើទីផ្សារសំខាន់មែនតើបាទកាលណាយកធ្វើបានហើយអត់មានអ្នកទិញវាស្មើនឹងធ្វើបោះចោលបាទធ្វើបោះចោលតែបើសិនជាយើងធ្វើមកល្មមហៅថាមកគ្រួសារ100ដើម200ដើមយើងអាចប្រមូលផលបានអត់បញ្ហាទេឥឡូវថា10គីឡូមួយដើម10គីឡូហើយចុះមក100ដើមប្រហែលគីឡូបាទឃើញទេ10ដើម100គីឡូ100ដើម1តោនហ្នឹងមែនទេ10ដើម100គីឡូហើយមិនអញ្ចឹង1តោនលក់បាន1តោនហ្នឹងហើយតម្លៃនិយាយម្ដងទៀតបងប្អូនបាទតម្លៃក្រូចឆ្មានេះមិនមែននៅ2500រហូតទេតម្រូវការខ្លាំងជុញខ្លាំងឬក៏ខ្វះខាតខ្លាំងតម្លៃវាហក់ឡើង10000ជាងបាទមិនថាក្រូចខ្មែរក្រូចផ្សេងតែខ្វះគឺថ្លៃហើយបាទប៉ុន្តែខ្ញុំឧទាហរណ៍នេះគឺឧទាហរណ៍ក្នុងតម្លៃមួយដែលជាទូទៅបាទគេលក់បានក្នុងទីផ្សារឧទាហរណ៍ផ្សារនេះឧទាហរណ៍បងប្អូនមានមួយថ្ងៃ1តោនបងប្អូនហ្នឹងមិនដឹងទៅលក់ឯណាទេបាទពុកម៉ែបងប្អូនអាចធ្វើវិធីនេះខ្ញុំឃើញគេធ្វើវិធីនឹងច្រើនបាទទៅផ្សារបាទទៅផ្សារធម្មតាណាទៅផ្សារមិនថាបើទីមានជ័យគេទៅផ្សារធំដូចជាផ្សារអីគេនោះបាទផ្សារអង្គរផ្សារសេរីសុភ័ណ្ឌបើនៅសៀមរាបគេមានកន្លែងផ្សេងផ្សារធំណាផ្សារលើផ្សារអីចឹងទៅបាទអញ្ចឹងយើងសួរអ្នកដែលលក់បន្លែលក់វកាគាត់សួរគាត់យកក្រូចអត់បាទលើគាត់មួយថ្ងៃគាត់យកប្រហែល10គីឡូក៏យក10គីឡូទៅបាទឲ្យម៉ួយច្រើនអញ្ចឹងទៅហើយបើសិនតែមានម៉ួយឬក៏យើងស្គាល់តាមឥឡូវសម័យឥឡូវគឺលក់តាមអនឡាញបានទៀតបាទខ្ចប់អីគេអញ្ចឹងទៅបាទគិតតម្លៃជើងសារថ្លៃដឹកជញ្ជូនបាទយើងភ័យច្រើនបើសិនតែយើងគិតពីអ្នកទិញបាសជាគាត់ថាខាតតែបើសិនតែយើងគិតនៅក្នុងតម្លៃក្រូចហើយគឺយើងមានអីទេយើងចំណេញនៅតែចំណេញហ្នឹងបាទគឺ10គីឡូវា25000ហើយយើងគិតបាទថ្លៃបូកទាំងថ្លៃដឹកជញ្ជូនទៅបាទគឺ30000នេះចឹងទៅបាទឬក៏តម្លៃមួយ25000ហ្នឹងយើងចោល5000ទៅយើងចំណេញបាន20000ចឹងទៅដោយសារអីបាទគឺយើងចំណាយទៅលើដាំយើងចំណាយមកតង់ទៅហើយតែបើថាវាផ្លែមកក្រោយទៀតគឺយើងប្រមូលផលបាទរហូតតែម្ដងដោយសារតែយើងដាំខ្លួនឯងបាទអញ្ចឹងរបស់ដែលយើងដាំខ្លួនឯងអត់សូវចំណាយអីច្រើនទៀតទេតកតងជាមួយនឹងបាទផលិតផលផលិតបង្កើតដោយខ្លួនឯងចឹងណាបាទអញ្ចឹងនេះវីដេអូចង់បញ្ចប់វីដេអូខ្ញុំឲ្យបងប្អូនមើលនេះនេះផ្កាឃើញបន្តហ៎បាទនេះផ្កាមួយបាទនេះទៀតនេះឃើញផ្លែបន្តទេហើយដើមផ្លែខ្លះចិត្តល្មមបេះហើយបាទហើយមើលនេះផ្កាបន្តនេះហើយផ្កាបាទបងប្អូនឃើញទេផ្កាបន្ត
นู่นจังต้มมันเนี่ยนี่มาโอเรียงกระดาวกล้องที่ยองมังปนมาหนูขันเอาไว้เนาะซัพพลายโมมจังกามาละโหดมาเฮ้ยคอมเพล็กซ์ไตเมย์วิธีไตเมย์ยังบ้านจะเรียบจูนในขนมchannel YouTube เอาให้มาแต่ไอ้เตบสู้ติดชายติดมาทอดไอ้มือติดมาใส่เสื้อปกาเลยกาคอยมาต่อขึ้นนี่นั่งมาจังจะคำทาบงมาโปนังโยลปีแหลกนะจำนวนการกิจกรรมนี่ให้ได้ทราบยังทอดนกขนงสายอัดนกขนงคอมพิวเตอร์เพื่อลือสำเร็จแบบแหลกนะรีคอร์ดตามตู้ซับเอาไหมหรือยังคอเลยยังเอาไหมเพื่อมันปรู้เพื่อดูจะดับเต้าเพื่อแหลกนะมวยcái hào thà หรือเงียบจังนะมาจังก็ยมสำหรับจัดทำมาทอดแบบนี้ให้ใหญ่tới vìดับบานจานเชียงมาดับโยลเชียงหรือก็ดับบานฉบับเชียงมาจังว่าอาจเกิดเมื่อบ้านพวกมันโป้นะเดิมเมียนใดโมมấyพวกมันโป้อาจดำโครชมาและคณะจุมกาบ้านมาโรยดาวมาจะดอมันนั่งเขาบ้านมาแต่50 ดาวมันเคยลอยได้มา50 ดาวมันก็คือยังอาจลุกรบกร้อนได้ป่ะสำหรับตีซาในตำบลพวกมันบองโป้ในยังนั้นให้ซาตุ่มเนิบเซยังอาจจะตรงเกี่ยบานแต่ซาตุ่มเนิบมันท่าซาตุ่มเนิบมันซากระไรเกี่ยทมไหมนะบ่าสำคัญคือพวกมันบองโป้เมียนระบบแต่กี่กองตราพิจารณากี่กองตรากระดาพวกมันบองโป้เมียนโครชมาเอาทำบองโป้เมียนโครชมายังกี่โยมาทั้งไงโรยกี่บาน300 กิโลแต่มาเตานะขนมมวยทั้งไงเจ้าพวกมันบองโป้เถิดบ้านก็เกียดโยได้ใช่กี่ตรมเรากาประจำทั้งไงพวกถังกี่โยชราไหมบ่าซาตุ่มเนิบกี่เมียนซาคากี่ขนมมาซาคากี่ได้ประมาณ50 กิโลยังเถอะ100 กิโลถ้ามาซาคา100 กิโลยังเถอะเฮ้ยซาคากี่มันเมียนกรุบคายต่างอ๋อที่มากี่เมียนตำบอลดูบัดบองซีมเรียบพนมปิงกับปงซอมกับโปดมาปงจามายังเถอะนะไอ้ตีซากาศิกรรมคือสำคัญพวกมาบองปอนครูนไอ้มาอันนี้ยังใหญ่จอมดีเด้อมาคือพวกมาบองปอนครูนไอ้คือสวัสดิ์ในครูนไอ้มาโดยสายมาการโรครูนไอ้ตีมุ้ยคือจุ่มดันเลือกกมาบัสนาพวกมาบองตามชมูลกระดาษเด้cái lọcตีซาแต่มันติโอทาแต่กิโยตัวลุนกบ้านมาเมินขนมมากะโลนะโอทากระโลจ้ะปงขวาจังยังก็ดังกี่ก็ดังแต่ในเปย์พวกมาบองโรโมยบานเจ็ดเตี้ยหรือก็ขนมตีซาเจ็ดเตี้ยพวกมาบองลุบานแต่ปรามปอนนี่มันจังน่ะชมูลกระดาcáiอ้อยเมาcáiโรบานมาเมินโดยจากcáiบอกครบกระไรมากระไร50 กิโลมาระไร50 กิโลนะจังกิโยยืงขนมมากะโลcáiอ้อยแต่ใบปอนนี่thì cáiโยชราจังcáiโยชราอย่างเถอะยังเกิดแต่cáiโยชรายังมันทำมันยังมันจำได้ยังจำได้เป็นแต่cáiจำได้จริงยัง70 rồiยังบ้านแต่30ยังคอมดำคอมấyอันเนี้ยชมูลกันนะcáiโย70 rồi cáiผัดไทยสั่งไทยลานcáiแต่มา20 rồi cáiซอส50เห็นไหมมาcáiซอส50cáiซีพอยมายังเนี้ยดำบ้าน30 rồiนั้นใบcáiเด็ดมาใบcáiเด็ดนั่นไงจังบ้านในขยมใหญ่ท่าพวกมาของป้อนกูแต่สวายโรคตีซาโดยครูนไอ้มันจำใบวิธีสวายโรคตีซาสู้เลยพวกมาของป้อนมันแบบว่าโดยถนัดดาวเซิร์ฟดาวซูcái gì mà dương từ xa đấy nẹt lụ plai chớ nè mà plai chớ có trâu ca chân rồi mà thầu ca khối dẫn miếng thật thà ngọc lực vì kia mà cái lô ma nó thầu thì con lực vì kia mà cái lô ma nó thà pram pon rồi khai rồi phải xề nhá nhưng lụa lời cô tập bay pon này dừng tới mà con lụa xạ mà tới bây giờ con đắt con mà vô thì này anh ấy tầm bắp tìm xa để thò mà đà rồi còn du con mồi vậy con mối con mà vô là hột mà thò mà đá con lụa đắt con mà vô rồi cái khai o thế rồi chúng ta cái vô mà đón đập cái lô mà phay cái lô tàu ó con bòi kỳ trên anh thế con lơ cả nó tìm xa dưới con lơ to cái này là bay to cái này squall dương squall chùm cá xui vào đòi tìm xa thông cái chỗ đó anh nói anh cứ chỉ học ca non ca bằng ca tìm xa được luôn ấy cứ tạm dạng nằng hơi mùi tiết cứ online mà online cũng bằng phone thọt đó mà thọt sung khán cũng bằng phone miền Facebook và miền Telegram telegram cũng miền từ Facebook của bạn này những ai thọt chỉ biết cứ đại chỉ cùng TikTok
TikTok ក៏លឿនដែរបាទក្នុងការផ្សាយពាណិជ្ជកម្មសម្រាប់ស្រុកខ្មែរយើងតែយល់ល្អគឺយើងត្រូវមានបណ្ដាញសង្គមពីរទៅគឺ Facebook បាទហើយនិង TikTok បាទយើងគ្រាន់តែថតបន្តិចទៅឲ្យខ្ញុំមានក្រូចប្រហែលជា50គីឡូតែចង់បានតំណតំណងមកពេលនេះចឹងទៅបាទផុសឲ្យទៅផុសប្រាប់គេចឹងទៅបាទផុសលក់ណាបាទអញ្ចឹងគេនឹងតាក់តងមកយើងគេត្រូវការ500គីឡូ1តោននេះចឹងទៅគេយកឡានមកដឹកឬក៏យើងផ្ញើតាមវរៈបុណ្យឋានក៏បានដែរឥឡូវសម័យនេះគឺស្រួលមែនតើបាទបងប្អូនអានេះជាគំនិតខ្លះៗបងប្អូនជួនកាលបងប្អូនមានគំនិតពិសេសជាងអ្វីដែលខ្ញុំចែកម្លែកទៀតកុំភ្លេចចូលរួមខមមិនផងបាទអញ្ចឹងវីដេអូហ្នឹងគឺសន្មតតែប៉ុណ្្នឹងឯងបាទបងប្អូនអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយ